មនុស្ស5ប្រភេទដែលអ្នកគួរតែកាត់ចេញពីជីវិតជាពិសេសប្រភេទមនុស្សចុងក្រោយនេះតែម្ដង1ប្រភេទមនុស្សចូលចិត្តការប្រកួតប្រជែងពួកគេចង់ឃើញអ្នកបានល្អតែពួកគេមិនចង់ឃើញអ្នកបានល្អលើសពីពួកគេនោះទេ2គឺប្រភេទមនុស្សចូលចិត្តទាញផលប្រយោជន៍គេនៅតែស្រឡាញ់ចូលចិត្តអ្នកដរាបណាពួកគេនៅប្រើប្រយោជន៍អ្នកបានដល់ចំណុចមួយដែលអ្នកលែងមានអ្វីដែលពួកគេត្រូវការពួកគេនឹងចាកចេញទៅប្រភេទទី3គឺប្រភេទមនុស្សដែលចូលចិត្តបន្ទោសអ្នកដទៃពួកគេនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាខុសហើយមិនដែលទទួលខុសត្រូវអ្វីទាំងអស់ពេលខ្លាំងពួកគេនៅតែនិយាយរហូតដល់អ្នកចាប់ផ្ដើមជឿថាខ្លួនឯងគឺជាអ្នកខុសពិតមែនប្រភេទទី4ចូលចិត្តរអ៊ូពួកគេនឹងលួចភាពស្ងប់សុខចេញពីអ្នកទៅដោយការរអ៊ូរឿងដដែលជារៀងរាល់ថ្ងៃទាំងដែលការពិតទៅពួកគេនឹងឯងដែលមិនពេញចិត្តកែប្រែអ្វីទាំងអស់ប្រភេទទី5ចូលចិត្តធ្វើបាបអ្នកពួកគេធ្វើបាបការភ័យទោសបំផ្លាញការទុកចិត្តនិងបំផ្លាញភាពស្មោះត្រង់របស់អ្នកពួកគេបំផ្លាញគ្រប់បែបយ៉ាងដែលអ្នកបានផ្ដល់ឲ្យពួកគេហើយទម្រាំតែអ្នកដឹងពីវាពួកគេចាកចេញពីជីវិតអ្នកបាត់ទៅហើយតែលែងមានផលប្រយោជន៍គេលែងត្រូវការហើយកុំថាអ្នកស្មោះត្រង់ខ្លាំងប៉ុណ្ណាក៏ដោយបើអ្នកស្មោះត្រង់ខុសមនុស្សខុសកន្លែងចុងក្រោយគេបោកប្រើប៉ុន្មានចំណុចនេះស្ដាប់ហើយឈឺចាប់ស៊ូបន្តទៀតគង់តែបានជួបមនុស្សល្អទេ